សួស្តីមកតគ្នាជួបជាមួយខ្ញុំលេខទីនៅថ្ងៃនេះខ្ញុំនាំយកខ្សែភាពយន្តបែបសង្គ្រាមដ៏ល្អមួយមកការសម្ដែងសម្រាប់យើងរឿងនេះគឺវាអញ្ចឹងក្រុមទាហានគាត់មានបេសកកម្មពិសេសរបស់គាត់ប៉ុន្តែបេសកកម្មនោះបែរជាធ្វើឲ្យគាត់នឹងជួបជាមួយនឹងភាវៈចម្លែកភាវៈនោះក៏បានសម្លាប់គ្នារបស់ពួកគាត់នឹងជាបន្តបន្ទាប់ដូចជាទំនងដូច្នេះដើម្បីកុំឲ្យវិញឆ្ងាយយើងចូលទៅដល់សាច់រឿងរបស់យើងតែម្ដងប៉ុន្តែមុនចូលដល់សាច់រឿងខ្ញុំសង្ឃឹមតែគ្នាយើងមិនចិត្តអាខកជួយចុច like subscribe ដាក់កណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗទាន់ចិត្តអញ្ចឹងចាប់ផ្ដើមដំបូងយើងក៏ប្រទះឃើញថាមានយានអវកាសចម្លែកមួយកំពុងតែហោះក្រៅភពផែនដីរបស់យើងបន្ទាប់មកយានអវកាសនោះក៏បានទម្លាក់អ្វីមួយយ៉ាងនឹងមកលើភពផែនដីរបស់យើងមិនដឹងថាធ្លាក់នៅទីណានោះទេក្រោយមកទៀតយើងក៏ប្រទះឃើញយន្តហោះមួយនឹងបានចុះចតនៅជំរំទាហានពិសេសហើយអ្នកដែលជិះនៅលើយន្តហោះទាំងអស់នេះពួកគេមិនមែនជាទាហានទេប៉ុន្តែពួកគេគឺជាក្រុមជួយសង្គ្រោះដែលដឹកនាំដោយបុរសដងអាចក្លាហានយើងម្នាក់ដែលមានឈ្មោះថា Dutchឥឡូវនេះខាងលោកមេតាហ៊ាននឹងបានមកទទួលដាច់របស់យើងហើយក្រោយមកមេតាហ៊ានរបស់យើងក៏បញ្យល់អំពីបេសកកម្មរបស់ Dutch គាត់ចង់ឲ្យក្រុមរបស់ Dutch ដែលមានទេពកោសល្យប្លែកៗរៀងៗខ្លួននឹងទៅជួយសង្គ្រោះក្រុមមន្ត្រីថ្នាក់ខ្ពស់មួយក្រុមអញ្ចឹងកាលពី16ម៉ោងមុនក្រុមមន្ត្រីថ្នាក់ខ្ពស់ក៏បានជិះយន្តហោះដើរពិនិត្យមើលនៅលើប្រទេសមួយនេះប៉ុន្តែយន្តហោះរបស់ពួកគេក៏បានផ្ដាច់ទំនាក់ទំនងឈឹងនៅទីតាំងផែនទីដែលលោកមេតាហ៊ាននោះចង្អុលបង្ហាញតែរបស់យើងមើលតាមផែនទីក៏យល់ថាចុះមិនក៏ក្រុមមន្ត្រីទាំងអស់នោះជិះយន្តហោះឆ្លងចូលទៅព្រំដែនប្រទេសផ្សេងអញ្ចឹងលោកមេតាហ៊ាននឹងក៏បញ្យល់ថាប្រហែលជាក្រុមមន្ត្រីទាំងអស់នោះពួកគេនឹងវង្វេងព្រំដែនដែលរបស់យើងថាចុះមិនមិនប្រើក្រុមទាហានផ្សេងដើម្បីធ្វើបេសកកម្មនេះមិនក៏ចង់ជួលក្រុមរបស់ខ្ញុំទៅវិញក្រោយមកសម្លេងបរិះម្នាក់ក៏បន្លឺឡើងថាដោយសារតែក្រុមរបស់ដាច់ឯងគឺជាក្រុមអស្ចារ្យបំផុតរួចហើយតួអង្គម្នាក់ទៀតក៏បានបង្ហាញខ្លួនដែលគាត់មានឈ្មោះថា Dillon រួចហើយដាច់របស់យើងគាត់ឡើងភ្ញាក់ឲ្យព្រឺតែម្ដងអូមិត្តសម្លាញ់ Dillon តើបាទអញ្ចឹងដាច់របស់យើងរួមជាមួយនឹង Dillon នឹងពួកគេគឺជាមិត្តភក្តិចាស់គ្នានៅក្នុងសង្គ្រាមនៅប្រទេសវៀតណាមហើយគ្រាន់តែជួបគ្នាភ្លាមបានពួកគាត់នឹងកាច់ដៃគ្នាអញ្ចឹងទៅប៉ុន្តែកាច់មិនឈ្នះដាច់របស់យើងទេអញ្ចឹង Dillon របស់យើងសពថ្ងៃនេះគាត់មានតួនាទីជាភ្នាក់ងារ CIA បាទអ្នកស៊ើបអង្កេតពិសេសចំពោះដាច់របស់យើងផ្ទាល់វិញគាត់ឥឡូវនេះឈប់ធ្វើការងារជាក្រុមឃាតករហើយគាត់ដើរតួជាក្រុមជួយសង្គ្រោះវិញឬសូពាក្យនេះក៏សាប់តែ Dillon របស់យើងសម្លឹងមើលមុខលោកមេតាហ៊ាននឹងប្រហែលជាមានរឿងអីលាក់បាំងជាមួយនឹងដាច់យើងហើយលោកមេតាហ៊ានរួមជាមួយនឹង Dillon នឹងក៏បានបញ្យល់ប្រាប់ទៅកាន់ដាច់ថាក្រុមមន្ត្រីដែលបានបាត់ខ្លួននោះគឺជាភ្នាក់ងារពិសេសរបស់ពួកគេអញ្ចឹងហើយពួកគេត្រូវការក្រុមមន្ត្រីនោះត្រឡប់មកវិញហើយអ្នកដែលអាចធ្វើរឿងនេះបានគឺមានតែដាច់រួមជាមួយនឹងគ្នារបស់គាត់ប៉ុណ្ណោះបេសកកម្មរបស់ពួកគេនឹងគឺមានពេលត្រឹមតែមួយថ្ងៃទេក្រុមរបស់ដាច់រួមជាមួយនឹងលោក Dillon នឹងធ្វើដំណើរទៅជួយជនដែលត្រូវបានគេចាប់ចម្រិតមកប្រហែលជាគ្នារបស់គាត់ហ្នឹងណាជួយរួចចាក់ចេញពីព្រំដែននោះវិញអ្វីៗគ្រប់យ៉ាងនឹងបញ្ចប់ដែលរបស់យើងនឹងក៏យល់ព្រមចំពោះការស្នើសុំរបស់ Dillon នេះមិនបង្អង់យូរបេសកកម្មរបស់ពួកគេក៏ចាប់ផ្ដើមកាត់ឡើងឥឡូវអ្វីដែលពួកគេត្រូវធ្វើដំបូងនឹងគឺជិះយន្តហោះដើម្បីស្វែងរកយន្តហោះក្រុមមន្ត្រីថ្នាក់ខ្ពស់ដែលបានធ្លាក់នៅក្នុងព្រៃនេះឥឡូវនេះដល់ទីតាំងកំណត់ចឹងដាច់របស់យើងក៏ត្រៀមខ្លួនចុះមក Dillon របស់យើងគាត់សប្បាយចិត្តពីព្រោះគាត់បាននឹកឃើញដល់រឿងអតីតកាលដែលខ្លួនរួមជាមួយនឹងដាច់របស់យើងនឹងធ្លាប់ធ្វើបេសកកម្មក្នុងសង្គ្រាមឥឡូវចូលមកដល់ផ្នែកខាងក្រោមហើយពួកគេទាំងអស់គ្នាក៏ព្យាយាមដើរលបរួចក៏ប្រទះឃើញយន្តហោះរបស់គ្នាពួកគេនឹងធ្លាក់ជាប់នៅលើកំពូលដើមឈើគ្នារបស់ដាច់ក៏បានឡើងទៅពិនិត្យមើលនៅលើយន្តហោះនោះរួចក៏ប្រទះឃើញថាយន្តហោះនឹងត្រូវបានបាញ់កំទេចមិនមែនតាមវិធីធម្មតាទេគឺវិធីមួយដោយពួកគេពិបាកក្នុងការបញ្យល់ទៅហ្មងណាគ្នារបស់ដាច់ក៏បានមកប្រាប់ដាច់ថាអូដាច់មិនដឹងទេថានរណាគេជាអ្នកបាញ់កំទេចយន្តហោះនោះប៉ុន្តែស្នាដៃបាញ់របស់ពួកគេនោះគឺមិនធម្មតាឡើយប៉ុន្តែនៅមានរឿងមួយទៀតលោកដាច់យន្តហោះនេះគឺមិនមែនជាយន្តហោះរបស់មន្ត្រីថ្នាក់ខ្ពស់ធម្មតាទេវាប្រៀបដូចជាយន្តហោះស៊ើបអង្កេតបាទដាច់របស់យើងក៏សង្ស័យជាមួយនឹង Dillon ហើយ Dillon នឹងក៏សួរថាយ៉ាងម៉េចដែរឥឡូវដឹងទីតាំងរបស់មនុស្សត្រូវបានគេចាប់ទៅណាអត់ដាច់ក៏បញ្យល់ថាមិនអីទេ Billy គ្នារបស់ខ្ញុំមានសមត្ថភាពស្វែងរកមនុស្ស Billy កំពុងធ្វើការរបស់គាត់ហើយកុំបារម្ភព្រមនោះ Billy របស់យើងនឹងក៏បានមកប្រាប់ថាលោកដាច់មានក្រុមទាហាន Guerrilla ចំនួន12នាក់ហើយពួកគេនឹងបានចាប់ពួកអាមេរិករបស់យើង2នាក់យកទៅប៉ុន្តែមានក្រុមទាហាន6នាក់ផ្សេងទៀតពួកគេនឹងគឺជាទាហានផ្ទាល់តែម្ដងហើយពួកគេនឹងតាមក្រុមទាហាន Guerrilla ទាំងអស់នោះបាននិយាយទៅក្រុមទាហាន Guerrilla នឹងគឺជាក្រុមបះបោរអ្នកទាំងអស់គ្នាដាច់គាត់ក៏កាន់តែសង្ស័យគាត់សួរ Dillon យ៉ាងម៉េចទៅវិញក្រុមទាហាននឹងមកពីណាទៀត Dillon ក៏បញ្យល់ថាអូប្រហែលជាក្រុមទាហានការពារពួកបះបោរហើយក្រុមរបស់ពួកយើងនឹងតែងតែដើរល្បាតនៅទីនេះរហូតហ្នឹងបន្ទាប់មកតែរបស់យើងក៏សម្រេចចាត់ថាឲ្យ Billy ដែលជាគ្នារបស់គាត់នឹងតាមស្វែងរកភស្តុតាងបន្តទៀតតាមរកចុះតាមរកឡើងអ្នកទាំងអស់គ្នា Billy របស់យើងក៏បានស្វែងរកឃើញសាកសពទាហានអាមេរិក3នាក់ត្រូវបានគេបកស្បែកហើយគ្រូក្នុងត្រូវបានគេអាលទម្លាក់ចុះមកខាងក្រោមហើយតោះតែឃើញបតោងខ្សែកក៏ដឹងថាពួកគេនឹងគឺជាក្រុមទាហានពិសេសរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា Green Beret ដែលគាត់ឆ្ងល់ថាតើក្រុម Green Beret មកទីនេះធ្វើស្អីនិយាយទៅក្រុម Green Beret នឹងគឺធ្វើការងារសំខាន់នឹងអាចកំបាំងគ្នាយើង Dillon របស់យើងគាត់ក៏ឆ្លើយតបទៅវិញថាគាត់អត់ដឹងដែរគាត់ថាគ្មានថ្នាក់លើណាប្រាប់គាត់ថាក្រុម Green Beret នឹងបានមកមុនគាត់ទេចំណែក Billy របស់យើងគាត់ក៏ប្រទះឃើញគ្រាប់កំភ្លើងគាត់ក៏បញ្យល់ទៅកាន់ Dutch ថាអូលោក Dutch គ្រាប់កំភ្លើងនេះគឺថាបាញ់គ្រប់ទិសទីតែម្ដងពួកគេចង់បាញ់នរណាម្នាក់ប៉ុន្តែអត់ដឹងថាម្នាក់នឹងនៅឯណាបាទរបៀបអញ្ចឹងឥឡូវអត់មានខ្វល់អី
ច្រើនទេដែលរបស់យើងនឹងក៏បានពឹងឲ្យ Billy របស់យើងតាមស្វែងរកក្រុម Guerrilla ហ្នឹងទៅក្រុមដែលបានចាប់ទាហានអាមេរិកយកទៅធ្វើជាចំណាត់ខ្មាំងកំឡុងពេលដែលពួកគេធ្វើបេសកកម្មនោះអ្នកទាំងអស់គ្នាយើងក៏ប្រទះឃើញអ្វីម្យ៉ាងនឹងសម្លឹងមើលពួកគេពីដើមឈើហើយភ្នែករបស់ភាវៈហ្នឹងគឺមើលទៅឃើញរៀងខៀវៗអញ្ចឹងណាប៉ុន្តែបើសិនជាឃើញមនុស្សមានកម្ដៅដឹងតែឃើញក្រហមតែម្ដងគ្នារបស់ដាច់នៅតែបន្តបេសកកម្មរបស់ពួកគេអញ្ចឹងទៅប៉ុន្តែភាវៈចម្លែកក៏នៅតែបន្តតាមគ្នារបស់ដាច់ដូចគ្នាភ្លាមនោះមិនដឹងជាស្អី Dylan របស់យើងគាត់ក៏រអិលបង្កើតជាសម្លេងខ្លាំងអញ្ចឹងហើយម៉ាករបស់យើងក៏និយាយថាណែលោកខ្ញុំមិនដឹងថាលោកនៅពិភពខាងក្រៅមានតំណែងស្អីទេតែចូលមកក្រុមពួកយើងហើយលោកឯងទៅតែធ្វើតាមពួកយើងកុំបង្កសម្លេងផ្ដេសផ្ដាសធ្វើដំណើរមិនឆ្ងាយប្រហែលគ្នារបស់ដាច់ក៏បានប្រទះឃើញក្រុមទាហាន Guerrilla បានជំរុំរបស់ក្រុមទាហាននឹងអញ្ចឹងណាដែលរបស់យើងក៏ពិនិត្យមើលក៏ប្រទះឃើញថាមានទាហានរបស់រុស្ស៊ីម្នាក់នឹងបានបាញ់សម្លាប់ទាហានរបស់អាមេរិកដែលរបស់យើងក៏បញ្ញាដើម្បីជួយទាហានអាមេរិកម្នាក់ទៀតរួចហើយតែរបស់យើងក៏បានបែងចែកការងារផ្សេងឲ្យក្រុមការងាររបស់ខ្លួនរត់ចុះរត់ឡើងពួកគេក៏ប្រទះឃើញក្រុមទាហាន Guerrilla នឹងគឺកំពុងតែពួនយាមជុំវិញចំនួនរបស់ខ្លួនដូចគ្នាអញ្ចឹងហើយគ្នារបស់ដាច់ក៏បានសម្លាប់ក្រុមទាហានពួននោះម្ដងម្នាក់ម៉ែករបស់យើងនេះគាត់ក៏បានចាក់សម្លាប់ក្រុមទាហាន Guerrilla ម្នាក់ដូចគ្នាដែរតែរបស់យើងផ្ទាល់ពេលមកដល់គាត់ក៏ប្រទះឃើញឡានមួយនឹងកំពុងតែបន្លឺសំឡេងអញ្ចឹងហើយតែរបស់យើងក៏បានដាក់គ្រាប់បែកនៅលើឡាននោះរួចហើយក៏បានរុញឡាននឹងចូលទៅកាន់ជំរំរបស់ពួកបះបោនឹងតែម្ដងក្រុម Guerrilla ក៏ព្យាយាមទប់ឡាននោះតែរបស់យើងក៏បានបាញ់កំភ្លើងអញ្ចឹងទៅភ្លើងក៏បំផ្ទុះយ៉ាងសាហាវដែលធ្វើឲ្យក្រុម Guerrilla ស្លាប់យ៉ាងច្រើនក្រោយមកគ្រាប់បែកយ៉ាងច្រើនក៏បានទម្លាក់ទៅកាន់ជំរំរបស់ Guerrilla គ្នារបស់ដាច់នឹងបង្កើតការបាញ់វាយប្រហារនឹងជុំវិញទិសតែម្ដងអញ្ចឹងវាពិបាកឲ្យក្រុម Guerrilla នឹងដឹងថាពួកគេគួរតែបាញ់តទល់ពីទិសណាទៅទិសណាដូច្នេះក្រុមទាហាន Guerrilla យ៉ាងច្រើនសាប់បាត់បង់ជីវិតនៅក្នុងសង្គ្រាមមួយនេះទោះជាពួកគេខំបាញ់តយ៉ាងម៉េចក៏ដោយអាវុធរបស់គ្នារបស់ដាច់នឹងដូចជាខ្លាំងជាងបាញ់មកគ្រាប់ដូចគ្រាប់បាច់ផ្ទុះអញ្ចឹងមែនបាទគ្នារបស់ដាច់គឺពួកគេពិតជាមានទេពកោសល្យខ្លាំងណាស់អ្នកទាំងអស់គ្នាឥឡូវនេះបាញ់ក្រុមទាហាន Guerrilla នឹងស្លាប់ស្ទើរអស់ហើយយន្តហោះរបស់ពួកគេនោះក៏ចង់បើកចាក់ចេញពីទីនោះតែរបស់យើងក៏បានបាញ់សម្ដៅទៅកាន់យន្តហោះនឹងបានអញ្ចឹងស្លាប់ទាំងយន្តហោះផ្ទុះទាំងមនុស្សក្រុម Guerrilla ប្រមាណអ្នកនេះលួចបាញ់ពីក្រោយអូយប៉ុន្តែគ្នារបស់ដាច់បាញ់តទល់ទៅវិញផ្ទុះដូចស្អីអញ្ចឹងឥឡូវមានទម្លាក់គ្រាប់បែកផងមានបាញ់ទៅលើធុងសាំងផងនិយាយទៅកុំចូលបាទគ្នារបស់ដាច់គឺពិតជាខ្លាំងមែនភ្លាមនោះក៏សាប់តែមាននរណាម្នាក់ចង់វាយប្រហារដាច់ក៏ទះមកដៃដួលតទៅពេលមើលទៅក៏ប្រទះឃើញគាត់នឹងគឺជាមនុស្សស្រីរួចហើយតែរបស់យើងក៏សួរគ្នារបស់ខ្លួនតាមមានឃើញចំណាត់ខ្មាំងម្នាក់ទៀតអត់ដែលជាជនជាតិអាមេរិករបស់ពួកគេហ្នឹងម៉ែករបស់យើងក៏មកប្រាប់ដាច់ថាក្រុមមន្ត្រីដែល Dylan ថាជាមន្ត្រីថ្នាក់ខ្ពស់ដើរយាមល្បាតអីហ្នឹងមិនមែនជាមន្ត្រីទេពួកគេសិតតែជាអ្នកស៊ើបអង្កេត CIA ទាំងអស់ដូច្នេះអ្វីដែល Dylan របស់យើងនិយាយអំពីគម្រោងរបស់ដាច់មកជួយសង្គ្រោះមន្ត្រីថ្នាក់ខ្ពស់នេះគឺជារឿងកុហកដាច់ក៏បានស៊ើបអង្កេតមើលទៅកាន់សកម្មភាពរបស់ Dylan ហើយមែនគឺយើង Dylan ក៏អត់មានចង់មកជួយមន្ត្រីស៊ើបអង្កេតគាត់ស្អីទេគាត់បែរជាមករកឯកសាររបស់ក្រុម Guerrilla នេះទៅវិញដាច់ក៏គំរាមថាបេសកកម្មមកជួយសង្គ្រោះមន្ត្រីស្អីគ្មានទេឯងកុហកយើង Dylan គាត់ក៏សារភាពតែម្ដងថាមែនហើយអ្វីដែលដាច់ឯងកំពុងធ្វើនេះបានបញ្ឈប់ការងារឈ្លានពានពីពួករុស្ស៊ីនឹងបានផ្ដល់អាវុធឲ្យក្រុម Guerrilla ដើម្បីឈ្លានពានចូលទៅទឹកដីទីតាំងលាក់ខ្លួនរបស់ពួក Guerrilla នេះយើងរកមិនឃើញទេរាប់ខែហើយប៉ុន្តែគ្នារបស់ដាច់ឯងមកគឺរកឃើញកូនចៅរបស់យើងជាច្រើនអ្នកជាពិសេសនៅក្នុងយន្តហោះនោះគឺត្រូវបានពួក Guerrilla នឹងសម្លាប់ទាំងអស់យើងធ្វើគ្រប់បែបយ៉ាងនេះគឺដើម្បីជួយគ្នារបស់យើងដែរតែក៏និយាយថាអូអញ្ចឹងឯងសុកចិត្តបង្កើតរឿងកុហកយើងឲ្យយើងនាំគ្នារបស់យើងចូលមកឋាននរកនេះដែរឬយើងពិតជាអស់សង្ឃឹមណាស់មិននឹកស្មានថាស្មារតីរបស់ឯងបែរជាទៅបែបនេះសោះ Dylan ក៏តបទៅវិញថាមកពីយើងចេះភ្ញាក់ស្មារតីតែឯងទេមិនព្រមភ្ញាក់ដាច់ឯងប្រៀបដូចជាអាវុធដ៏អស្ចារ្យអញ្ចឹងតែហេតុអីបានជាឯងសុកចិត្តធ្វើការងារជួយសង្គ្រោះគេធម្មតាទៅវិញតែក៏និយាយថាគ្នារបស់យើងគឺធ្វើការជួយមនុស្សពួកយើងមិនធ្វើការបែបនេះនោះទេបន្តមកទៀតពួកគេទៅធ្វើដំណើរទៅរកយន្តហោះរបស់ពួកគេវិញមកព្រោះយន្តហោះរបស់ពួកគេអាចជិះចូលមកទីនេះបានឡើយហើយពាក់ Dylan របស់យើងនឹងគឺគាត់ចង់ចាប់អ្នកស្រីនឹងទៅជាមួយដើម្បីធ្វើជាចំណាត់ខ្មាំងសួរចម្លើយដាច់គាត់ថាអត់អាចឲ្យនាងទៅជាមួយយើងបានទេមិនស្រួលនាងប្រកាសហៅគ្នារបស់នាងមកពួកយើងមានបញ្ហា Dylan គាត់ប្រើអំណាចគាត់ថាពួកឯងសិតក្រោមការគ្រប់គ្រងការបញ្ជារបស់យើងទេបើយើងមិនទេហៅយន្តហោះឲ្យមកទទួលពួកឯងទេគ្មានអាណាចេញពីទីនេះបានឡើយដាច់របស់យើងគាត់អស់ឯងនិយាយមកគាត់ថាបានបើឯងចង់យកនាងទៅជាមួយឯងជាអ្នកការពារនាងទៅចោះអញ្ចឹងហើយបើឯងយឺតជាងពួកយើងលែងខ្វល់ហើយកំឡុងពេលនោះភាវៈចម្លែកគឺនៅតែបន្តតាមដានពួកគេទៀតអ្នកទាំងអស់គ្នាតែរបស់យើងក៏បានមកប្រាប់ឲ្យ Billy របស់យើងនឹងស្វែងរកផ្លូវចាក់ចេញពីទីនេះអញ្ចឹងផ្លូវដែលពួកគេអាចចាក់ចេញពីទីនេះបាននឹងគឺត្រូវឆ្លងចលងភ្នំដោយសារតែប្រហែលជានៅតំបន់ជុំវិញនឹងប្រហែលជាពួកទាហានរបស់ Guerrilla នឹងកំពុងតែធ្វើដំណើរមកជាបន្តអីអញ្ចឹងណាយើងអត់ដឹងណាម៉ាករបស់យើងក៏ប្រទះឃើញអាប៉ែ Dylan នឹងកំពុងតែចាប់ម្នាក់ស្រីនឹងក៏និយាយភាសាអេស្ប៉ាញម៉ាកក៏ថា Dion នៅនេះ Dylan ក៏មកឈរសម្លឹងមើលស្អីអាប៉ែម៉ាកគាត់យកកបិតចាក់ខ្ញាដំរីសោះដោយសារតែខ្ញាដំរីទុំលើខ្លួន Dylan ហ្នឹងណាឥឡូវពេលដែលពួកគេចង់ចាក់ចេញពីទីនេះ Billy របស់
យើងក៏ចាប់អារម្មណ៍ទៀតដូចជាមានអាណាតាមដានពួកគេមិនទេប៉ុន្តែងាករមើលអត់ឃើញតើទៅពេលពួកគេចេញអស់ភាវៈចម្លែកនឹងក៏ចុះមកខាងក្រោមរួចក៏ប្រទះឃើញសាកសពជាច្រើននឹងបាទសាកសពណាដែលស្លាប់ចឹងទៅលែងមានពណ៌ក្រហមសាកសពណាដែលស្លាប់ស្រួលមានពណ៌ក្រហមតិចចឹងទៅរួចហើយភាវៈនោះក៏បានរើសយកខ្ញាដំរីយកមកមើលបាទងាប់បាត់ហើយកាត់មកដល់គ្នារបស់ដាច់វិញពេលដែលពួកគេព្យាយាមចាក់ចេញពីព្រៃនេះ Billy របស់យើងទៀតហើយបាទគាត់ជាតែឆ្ងល់ដូចជាមានស្អីគេម្យ៉ាងតាមពួកគេនៅលើដើមឈើប៉ុន្តែសម្លឹងមើលទៅវាអត់ឃើញឥឡូវធ្វើដំណើរបានរៀងឆ្ងាយបន្តិចក៏សាប់តែម្នាក់ស្អីនឹងចង់លួចរត់ Dylan របស់យើងដេញតាមមិនទាន់តែសំណាងល្អគ្នារបស់ដាច់នឹងបាញ់កំភ្លើងគំរាមឥឡូវធ្វើដំណើរមកដល់កន្លែងនេះមួយទៀតហើយជាកន្លែងដែល Billy របស់យើងគាត់សង្ស័យណាគាត់សម្លឹងមើលទៅលើដើមឈើគាត់មានអារម្មណ៍ថាដូចជាមាននរណាម្នាក់សម្លឹងមើលពួកគេប៉ុន្តែតើពេលសម្លឹងមើលទៅអត់ឃើញដាច់របស់យើងក៏មកសួរ Billy ក៏បញ្យល់ថាមិនអីទេប្រហែលជាខ្ញុំយល់ច្រឡំហើយខ្ញុំគិតថាមាននរណាម្នាក់កំពុងតែតាមពួកយើងនឹងហក់ពីដើមឈើមួយទៅដើមឈើមួយតែប្រហែលជាគ្រាន់តែញៀនរបស់ខ្ញុំនឹងវាធ្វើការខុសមួយទៅជាឱកាសល្អបានម្នាក់ស្រីនឹងគាត់ក៏បានយកតបមួយវាយចំគ្នារបស់ដាច់រួចហើយនាងក៏ព្យាយាមរត់ភាវៈចម្លែកនឹងក៏ប្រទះឃើញនាងរត់អញ្ចឹងវាក៏ហក់តាមដាច់ដុំជាមួយនឹងគ្នារបស់ខ្លួនក៏បន្តដេញតាមស្រីម្នាក់នោះក្រោយមកកូនចៅរបស់ដាច់ដែលពាក់វិនតាមម្នាក់នឹងក៏បានហក់កន្ទ្រប់ម្នាក់ស្រីនឹងជាប់អូយចាប់បានហើយតែភាវៈដែលដេញតាមនាងបាញ់មិញនឹងគឺនៅក្បែរនឹងដែរភាវៈនឹងក៏បានប្រើស្អីគេម្យ៉ាងបាញ់សម្លាប់គ្នារបស់ដាច់យ៉ាងសាហាវព្រៃផ្សៃហើយគ្នាឃើញស្រាប់ភាវៈនឹងប្រៀបដូចជាស្អីមិនទេបាទចេះបំបាំងកាយអញ្ចឹងណាវាក៏បានចាប់តោងជើងរបស់បរិសម្នាក់នឹងចូលទៅក្នុងព្រៃបានមកសន្ទុះក្រោយមកទៀតគ្នារបស់ដាច់នឹងក៏បានមកដល់កន្លែងកាត់ហេតុរួចក៏ប្រទះឃើញម្នាក់ស្រីនឹងគាត់ឡើងកាំងស្ញែងតែម្ដងអ្នកទាំងអស់គ្នាលក្ខណៈដូចឃើញស្អីចម្លែកអញ្ចឹងណាអប៉ែនឹងគាត់ក៏មើលតាមឈាមនឹងអញ្ចឹងទៅសម្លឹងឃើញថាអញសាកសពណាគេមិននៅសល់តែពវៀនអញ្ចឹងដាច់រួមជាមួយនឹងគ្នារបស់ខ្លួនក៏មកដល់កន្លែងកាត់ហេតុនឹងទាំងអស់គ្នាគាត់ក៏សួរថា Hawkins ម្នាក់ពាក់វិនតាមមិញយ៉ាងម៉េចទៅហើយគ្នាម្នាក់ទៀតក៏ប្រាប់ថាខ្ញុំអត់ដឹងទេលោកដាច់ខ្ញុំមិនដឹងថានិយាយយ៉ាងម៉េចពេលដែលមកមើលគាត់ប្រទះឃើញតែគ្រឿងក្នុងអញ្ចឹងគាត់ឆ្ងល់ថាមានរឿងអីកើតឡើងដាច់ក៏បានបញ្ជាឲ្យគ្នារបស់ខ្លួនដែលចេះភាសាអេស្ប៉ាញនឹងសួរម្នាក់ស្រីនឹងមើលតាមបាញ់មិញនាងឃើញស្អីគេប៉ុន្តែម្នាក់ស្រីនឹងកាំងនិយាយអត់ចេញទេគ្នាយើងអ្វីដែលនាងអាចនិយាយបានហ្នឹងគឺនាងឃើញរូបរាងម្យ៉ាងហ្នឹងចេញពីព្រៃមកមិនដឹងទេចំណែកប៉ែ Dylan គាត់មិនជឿថាស្អីព្រៃមានជីវិតព្រៃមានរូបរាងស្អីចេញមកទេជារឿងឈួតអញ្ចឹងដាច់ក៏សួរវិញថាចុះហេតុអ្វីបានជាអ្នកសម្លាប់ Hawkins ហ្នឹងមិនព្រមយកកំភ្លើងរបស់ Hawkins ទៅជាមួយហើយហេតុអ្វីបានជាម្នាក់ស្អីនេះមិនព្រមរត់ដែរបានមកពីនាងគាត់កាំងរត់អត់រួចហ៎ពីព្រោះប៉ែ Dylan ហ្នឹងគាត់ជឿជាក់ថាក្រុម Guerrilla ជាអ្នកសម្លាប់គ្នារបស់ Dutch តែតទៅពេលដាច់គាត់សួរអញ្ចឹងឆ្លើយអត់រួចដែរដល់ចំណុចនេះទើបប៉ែ Dylan របស់យើងគាត់ហ៊ានសារភាពតែម្ដងគ្នារបស់គាត់ដែលមានឈ្មោះថា Jim Hopper ម្នាក់ហ្នឹងក៏ត្រូវស្លាប់ដោយវិធីនឹងដែរយ៉ាងណាក៏ដោយដាច់គាត់លែងខ្វល់ហើយអ្វីដែលគាត់ចង់បានគឺចង់បានសាកសព Hawkins គ្នារបស់គាត់ត្រឡប់មកវិញអញ្ចឹងពួកគេក៏ព្យាយាមតាមស្វែងរកនៅក្នុងព្រៃអូយរកចុះអ្នកទាំងអស់គ្នារកមិនឃើញនេះសាកសពរបស់ប៉ែ Hawkins នឹងត្រូវបានគេសម្រាតចោលឲ្យព្យួរលើដើមឈើនេះក្រោយមកទៀតគ្នារបស់ដាច់ម្នាក់ហ្នឹងគាត់កាន់កំភ្លើងធំដើរស្វែងរកចឹងទៅក៏ប្រទះឃើញសត្វព្រៃពេលដែលគាត់ងាកខាងក្រោយភ្លើងពណ៌ខៀវវិញម្យ៉ាងបាញ់ទម្លុះខ្លួនរបស់គាត់តែម្ដងគ្នាយើងម៉ែករបស់យើងក៏មកដល់កន្លែងកាត់ហេតុក៏ប្រទះឃើញភាវៈហ្នឹងចង់យកសាកសពរបស់គ្នារបស់ខ្លួនហ្នឹងយកទៅម៉ែកឃើញភ្នែកវានឹងពណ៌លឿងអញ្ចឹងទៅម៉ែក៏បើកាប់បាញ់វាប្រហារតែម្ដងតែបាញ់ចោលមើលអត់ឃើញមនុស្សអញ្ចឹងណាតែឲ្យគ្នារបស់ដាច់ផ្សេងទៀតហ្នឹងក៏បាននាំគ្នាមកឈរបាញ់តាមនិយាយទៅពីថាបាញ់អ្នកទាំងអស់គ្នាមានភ្លើងផងមានគ្រាប់បែកផងមាននេះមាននោះផងបាញ់ឡើងខ្ទេចខ្ទីតែម្ដងពេលដែលបានឆ្អែតឆ្អន់ពួកគេក៏បញ្ឈប់ការបាញ់ម៉ែរបស់យើងគាត់ឡើងលួសព្រលឹងគាត់និយាយថាខ្ញុំឃើញវាហើយខ្ញុំឃើញភ្នែករបស់វាដាច់រួមជាមួយនឹងលីអនហ្នឹងក៏បានពិនិត្យមើលសាកសពគ្នារបស់ដាច់ម្នាក់ទៀតដែលត្រូវបានស្លាប់នេះនិយាយទៅការបាញ់វាប្រហារហ្នឹងគឺអត់មានគ្រាប់អត់មានរំសេវទេគឺវាប្រើពន្លឺបាញ់ធ្លុះខ្លួនចឹងហ្មងណាឥឡូវសួរម៉ែដែលបានឃើញនេះតើអ្នកណាជាអ្នកធ្វើរឿងហ្នឹងម៉ែក៏គាត់ឆ្លើយមិនរួចដែរចំណែកឯកូនចៅរបស់ដាច់ផ្សេងទៀតក៏មកប្រាប់ថាលោកដាច់យើងបាញ់មិញហ្នឹងគឺអត់មានបាញ់ត្រូវស្អីនោះទេគ្មានឃើញស្នាមឈាមគ្មានឃើញដានជើងអ្វីឡើយដល់ចំណុចនេះដាច់របស់យើងនឹងក៏ប្រាប់ឲ្យម៉ែរបស់យើងរៀបចំខ្លួនដើម្បីការពារគ្នារបស់ពួកគេហើយចំពោះម្នាក់ស្រីនេះវិញម៉ានាងក៏ប្រទះឃើញអ្វីម្យ៉ាងហ្នឹងមានទឹកពណ៌បៃតងមិនដឹងថាវាជាស្អីនោះទេប៉ុន្តែអាប៉ែ Dylan ក៏អត់ចាអារម្មណ៍ទេចំពោះម៉ែរបស់យើងផ្ទាល់ហ្នឹងក៏បានបញ្ជាគ្នារបស់ខ្លួនឲ្យបង្កើតជាប្រព័ន្ធការពារមានដូចជាតាក់មានដូចជាក្របបែកអីអញ្ចឹងណាដាច់របស់យើងគាត់សោកស្ដាយណាស់ Hawkins ដែលជាគ្នារបស់គាត់រួមជាមួយនឹងអាប៉ែអំបញ្ញមិញដែលត្រូវបានគេបាញ់ទម្លុះខ្លួនហ្នឹងគឺសុទ្ធតែជាអតីតហ៊ានល្អប៉ុន្តែ Hawkins ដែលពាក់វ៉ែនតាហ្នឹងរកអត់ឃើញទេដោយសារតែសាកសពនឹងភាវៈចម្លែកនឹងយកទៅព្យួរលើដើមឈើបាត់ហើយឥឡូវនៅសល់សាកសពគ្នារបស់ខ្លួនអ្នកទៀតពួកគេនឹងព្យាយាមការពារយកទៅកប់អីអញ្ចឹងណាចំពោះម្នាក់ស្រីនឹងផ្ទាល់នាងក៏បានបែកអាធាងដែលមានទឹកពណ៌បៃតងយកមកនាងឆ្ងល់ថាវាជាអ្វីហើយទឹកពណ៌បៃតងយើងក៏ប្រទះឃើញថាវាជាឈាមរបស់ភាវៈអាចកំបាំងនឹងគ្នាយើងអញ្ចឹងភាវៈនឹងគឺមានសមត្ថភាពបំបាំងកាយរួមជាមួយនឹងព្រៃឥឡូវមិញពួកគេបាញ់មិញនឹងគឺធ្វើឲ្យភាវៈនឹងរងរបួសចេញឈាមពណ៌បៃតងនឹងឯងតែហើយឥឡូវនឹងភាវៈនឹងក៏បានចុចបង្ហាញខ្លួនឯងនិយាយងាយយល់មកភាវៈនឹងគឺជា alien គ្នាយើងហើយត្រូវបានគេហៅថា predator នឹងក៏បានប្រើបច្ចេកវិទ្យារបស់ខ្លួននេះទៅសម្លៀកបំពាក់របស់គាត់នឹងដោះចេញមកមានកបិតមានអីសម្រាប់ព្យាបាលខ្លួនអញ្ចឹងណាហើយតរ4នឹងរៀងឈឺអញ្ចឹងទៅបាទ predator នឹងគាត់ក៏ស្រែកឡើងផ្អើលព្រៃអញមិនចេះបើខាង Dylan របស់យើងដែលកំពុងតែតាក់ទងសុំជាមួយនេះវិញខាងមកជួយនឹងគឺពួកគេអត់ហ៊ានចូលមកក្នុងតំបន់នោះទេអញ្ចឹងហើយគ្នារបស់ដាច់ទាំងប្រមាណទៅធ្វើ
ដំណើរតឆ្ងាយទៀតទៅក្បែរព្រំដែននេះទៅពួកគេនឹងហ៊ានចុះមកជួយដាច់គាត់គេនិយាយថាឃើញអត់ពួកយើងគ្រាន់តែជារបស់គេប្រើប្រាស់ក្នុងការធ្វើសង្គ្រាមដើម្បីពួកគេប៉ុណ្ណោះតែពេលមានបញ្ហាអញ្ចឹងឃើញអត់គេចាត់ទុកយើងនឹងអត់សំខាន់នេះទេគ្មានអាណាមកជួយឡើយក្រោយមកទៀតគ្រប់គ្នានឹងក៏បានសួរចម្លើយទៅកាន់ម៉ាកថាតាមម៉ាកឃើញស្អីគេពេលហ្នឹងម៉ែគាត់ក៏បញ្យល់ថារូបរាងរបស់ភាវៈនឹងគឺវាចម្លែកហើយវាបើកភ្នែកមកមានពន្លឺតែអ្វីដែលសំខាន់ខ្ញុំដឹងថាភាវៈនឹងគឺមិនមែនជាភាវៈលើភពផែនដីយើងទេមើលតែការបាញ់វាប្រហារយើងទៅបាញ់ដល់ថ្នាក់នេះហើយភាវៈនៅលើភពផែនដីគ្មានអាណាតទល់បានទេប៉ុន្តែខ្ញុំគិតថាភាវៈដែលខ្ញុំឃើញនោះគឺវាអាចរត់រួចខ្លួនហើយតទៅពេលសួរចម្លើយម្នាក់ស្រីនឹងក៏និយាយស្តៀងម៉ែករបស់យើងដែរគឺឃើញភាវៈម្យ៉ាងនឹងដែលចេញមកពីក្នុងព្រៃតែម្ដងមកវាបាំងកាយចឹងវាចេញមកយូរភូរៀងវារៀងថ្លានេះយើងហើយនិយាយដល់ Billy របស់យើងដែលអត់ចេះខ្លាចស្អីសោះនឹងឥឡូវគាត់ក៏ចាប់ផ្ដើមខ្លាចដែរដោយសារថាអ្វីដែលតាមដានពួកគេអ្វីដែលតាមប្រមាញ់ពួកគេនោះគឺមិនមែនជាភាវៈលើភពផែនដីនេះនោះឡើយលោក Dillon ក៏និយាយថាអញមិនក៏គ្នារបស់ដាច់អញទៅជាកំសាកគ្រប់គ្នាបែបនេះដាច់ក៏និយាយថាភាវៈដែលយើងតទល់នេះមិនមែនជាភាវៈធម្មតាទេវាសម្រាប់កម្ពុជាអ្នកប្រយុទ្ធដែលជា Hopper ហើយវាឥឡូវកំពុងតែតាមប្រមាញ់ពួកយើងដូចគ្នាលុះដល់ពេលយប់ក៏សាប់តែលឺសូរសំឡេងក្រោកក្រាកអ្វីម្យ៉ាងបានដើរជាប់អន្ទាក់របស់ពួកគេបង្កជាភ្លើងផ្ទុះយ៉ាងសាហាវបន្ទាប់មកសត្វចម្លែកនោះក៏បានហក់កន្ទប់មកលើម៉ាករបស់យើងម៉ាកគាត់ស្រែកសុំជំនួយផងគាត់បាញ់ក៏ភ្លើងបាញ់អីផងតទៅពេលគ្រប់គ្នាមកមើលទៅក៏ឃើញថាហាជ្រូកព្រៃតើតែពួកគេក៏ភ្លេចថាហាម្នាក់ស្រីចំណាត់ខ្លាំងហ្នឹងមិនក៏រត់ចោលម្នាក់ហ្នឹងអញ្ចឹងទៅវិញទៅពេលមកក៏ប្រទះឃើញម្នាក់ហ្នឹងអង្គុយហ្នឹងនាងអត្តនាទេនាងខ្លាចប៉ុន្តែមួយទៀតអ្នកទាំងអស់គ្នាសាកសពរបស់ Blaine ដែលត្រូវបានគេបាញ់ទម្លុះខ្លួននោះអាភ្លើងបាញ់ទម្លុះខ្លួនហ្នឹងក៏ត្រូវបាន Alien Predator ហ្នឹងយកទៅឲ្យគ្នាយើងដូច្នេះ Predator ហ្នឹងឲ្យតែសម្រាប់នរណាហើយវាតែងតែយកទៅបកស្បែកយកទៅធ្វើពិធីរបស់វាដើម្បីបង្ហាញថាវាខ្លាំងឬមួយក៏មិនយើងអត់យល់ណាព្រោះឲ្យតែអាណាវាសម្លាប់គឺត្រូវតែវាជាអ្នកយកទៅបកស្បែកយកទៅអីអញ្ចឹងហ្មងវាអញ្ចឹងព្រឹកឡើងតែរបស់យើងក៏ចាប់ផ្ដើមវិភាគគាត់ឃើញថាអ្នកដែលសម្លាប់គ្នារបស់ខ្លួនហ្នឹងគឺសម្លាប់ម្ដងម្នាក់តើធ្វើពិធីបកស្បែកឬមួយក៏ចងអីហើយអញ្ចឹងបានវាមកសម្លាប់យើងម្នាក់ទៀតវាអញ្ចឹងណាអញ្ចឹងនេះដូចជាពិធីរបស់អ្នកប្រមាញ់អញ្ចឹងតែរបស់យើងក៏សន្និដ្ឋានទៀតថាអ្នកប្រមាញ់ម្នាក់នេះគឺវាប្រើរុក្ខជាតិធម្មជាតិដើមឈើអីហ្នឹងជាជំនួយការរបស់វាឥឡូវឆ្ងល់ច្រើនណាស់តែរបស់យើងហ្នឹងក៏ព្យាយាមសួរម្នាក់ស្រីនឹងម្ដងទៀតហើយតែលើកនេះម្នាក់ហ្នឹងនិយាយភាសាអង់គ្លេសហ្មងគ្នាយើងលែងលាក់បាំងអីហើយនាងមានឈ្មោះថាអាណាក៏បញ្យល់ថាខ្ញុំអត់ដឹងទេខ្ញុំមិនដឹងថាវាជាអ្វីឡើយខ្ញុំខ្លាចណាស់ប៉ុន្តែភាវៈនឹងមានសមត្ថភាពបដូរពណ៌របស់វាប្រៀបដូចជាបង្គួយបន្លំខ្លួននៅក្នុងព្រៃអញ្ចឹងដែលរបស់យើងក៏សម្រេចចិត្តដោះលែងខ្លួនម្នាក់នោះប៉ុន្តែ Dillon ថាអត់ដោះលែងទេយើងចាក់ចេញពីទីនេះហើយ5នាទីទៀតប៉ុន្តែដាច់គាត់ថាអត់ទេយើងទៅតទល់ជាមួយនឹងភាវៈចម្លែកនោះបើមិនអញ្ចឹងទេវានឹងតាមសម្លាប់យើងរហូតដល់អស់អាណាក៏និយាយទៀតថាខ្ញុំគិតថាគ្នារបស់អ្នកទាំងអស់គ្នានឹងបានធ្វើឲ្យភាវៈអាចកំបាំងនោះហូរឈាមរបស់វាពណ៌បៃតងដាច់ក៏និយាយថាអូបើវាមានឈាមអញ្ចឹងយើងអាចសម្លាប់វាបានដល់ជំនាញដាច់របស់យើងរួមជាមួយនឹងគ្នារបស់ខ្លួននឹងសម្រាប់ចិត្តបង្កើតអន្ទាក់ម្ដងទៀតដើម្បីធ្វើយ៉ាងណាក៏ដោយនឹងសម្រាប់ភាវៈអាចកំបាំងនោះឲ្យបានពួកគេមានបង្កើតជាក្របបែកផងមានបង្កើតជាឈើទម្លាក់មកផងហើយក៏មានជាសំណាញ់ផងដែរបាទបង្កើតរួចម្នាក់នឹងគឺនាំគ្នាពួនស្ងាត់ឲ្យឈឹងតែម្ដងមកចាំចាប់ភាវៈចម្លែកនឹងអញ្ចឹងណាហើយម៉ាករបស់យើងគាត់មិនដឹងស្អីទេមកប្រដាប់កពុកមាត់កោនឹងកោរហូតដល់ឈាមក្រោយមកអាណារបស់យើងនឹងក៏បាននិយាយរឿងដំណើរមួយនៅក្នុងភូមិរបស់នាងប្រាប់ទៅកាន់ដាច់ថាកាលពីយូរយារណាស់មកហើយនឹងគឺមានភាវៈចម្លែកអ្វីមួយយ៉ាងនឹងតែងតែចេញមកសម្រាប់មនុស្សហើយសម្រាប់បានម្ដងប្រៀបដូចជាជោគជ័យរបស់ពួកវាអញ្ចឹងសម្រាប់បានម្នាក់វាទទួលបានជោគជ័យមួយហើយវាសម្រាប់តែពេលរដូវក្តៅខ្លាំងប៉ុណ្ណោះអញ្ចឹងហើយដាច់របស់យើងគិតថាគាត់នៅទីនឹងអត់បាននៅស្ងៀមគាត់គួរតែចេញឲ្យត្រូវកម្ដៅថ្ងៃអីអញ្ចឹងណាពីព្រោះពេលដែលយើងត្រូវថ្ងៃក្តៅខ្លាំងអញ្ចឹងវាមិនមានឥទ្ធិពលក្តៅចេញពីក្នុងខ្លួនយើងហើយប្រហែលជាគិតអញ្ចឹងណាតែរបស់យើងក៏ដើរចេញមកតែឯងអញ្ចឹងទៅមែនគ្នាយើងមកសន្ទុះក្រោយមកក៏សាប់តែ alien នឹងជាប់អន្ទាក់មែនប៉ុន្តែ alien នឹងបានបាញ់កំភ្លើងកំតិចអន្ទាក់នឹងចោលតែម្ដងរួចហើយវាក៏បន្តការបាញ់យ៉ាងសាហាវទៀតគ្នារបស់ដាច់ទាំងប្រមាណនឹងក៏ពួនក្រោយមកវាក៏បន្លំខ្លួនរបស់វាចូលជាមួយនឹងរុក្ខជាតិទៀតដែរហើយហោះហើរចេញពីទីហ្នឹងអញ្ចឹងណានៅកន្លែងនេះ Dillon របស់យើងក៏ប្រទះឃើញមុខរបស់ alien ហ្នឹងហើយគ្នាយើងអូបានឃើញហើយស្គាល់ហើយជឿជាក់ណៅចំពោះម៉ែករបស់យើងវិញគាត់មានគំនុំជំនួសគ្នារបស់គាត់គាត់ឃើញ alien ហ្នឹងអញ្ចឹងគាត់ក៏បានដេញតាមបាញ់សម្រាប់ alien ហ្នឹងចូលទៅក្នុងព្រៃដាច់របស់យើងហ្នឹងក៏ចង់ទៅជួយគ្នាប៉ុន្តែ Dillon ក៏ប្រាប់ថាកុំបារម្ភរឿងនេះខ្ញុំជាអ្នកបង្កឡើងខ្ញុំជាអ្នកទៅជួយម៉ាកទៅចុះដាច់ឯងនាំគ្នាទេផ្សេងទៀតទៅរកយន្តហោះមុនទៅអញ្ចឹងក្នុងហេតុការណ៍បាញ់មិញនេះគ្នារបស់ដាច់ម្នាក់ទៀតដែលមានឈ្មោះថា Poncho ហ្នឹងទៅរបួសជាទម្ងន់អញ្ចឹងហើយពួកគេក៏សម្រេចចិត្តអ៊ីវ Poncho របស់យើងធ្វើដំណើរទៅរកយន្តហោះចំពោះម៉ែផ្ទាល់គាត់មានគំនុំខ្លាំងណាស់គាត់ចង់តែសម្លាប់ alien មួយក្បាលហ្នឹងទេ Dillon របស់យើងនឹងក៏រត់តាមពីក្រោយពេលដែលម្ដងហ្នឹងឃើញថាមានអីវ៉ៃអវ៉ាន់របស់អពៈម៉ាកនៅកណ្ដាលផ្លូវគាត់ក៏បន្តរត់ទៅមុខទៀតក៏សាប់តែអពៈម៉ាករបស់យើងនឹងចាប់ Dillon របស់យើងចូលទៅកន្លែងពួនម៉ាកក៏ប្រាប់ថានោះឯងលួចមើលទៅនោះហើយគឺជាអ្នកដែលសម្លាប់គ្នារបស់យើងបាទហ្នឹងហើយអ្នកនរគ្នា Predator របស់យើងហ្នឹងដូច្នេះហើយម៉ាករបស់យើងរួមជាមួយនឹង Dillon ក៏បានសហការគ្នាដើម្បីសម្លាប់ Predator នោះ
ម៉ែរបស់យើងផ្ទាល់គាត់ក៏បានធ្វើដំណើរតាមផ្នែកខាងក្រោមលបអញ្ចឹងណាគាត់គិតថាប្រហែលជា Predator នឹងអាចចាប់អារម្មណ៍គាត់បានទេពេលដែលធ្វើដំណើរសុកក៏ប្រទះឃើញពលឺភ្លើង3អ្វីម្យ៉ាងហ្នឹងចាំងមកលើខ្លួនម៉ាត់របស់យើងក៏សម្លឹងមើលអ្នកទាំងអស់គ្នាអើយ Predator នៅខាងលើហ្នឹងក៏បានបាញ់កំទេចក្បាលម៉ាត់របស់យើងស្លាប់នៅនឹងកន្លែងនិយាយទៅម៉ាត់របស់យើងក៏អត់ដឹងទេថា Predator នឹង scan មើលកម្ដៅអញ្ចឹងទោះបីជាម៉ាត់របស់យើងគាត់ពួនក្រោមដើមឈើមិនក៏ដោយក៏ Predator នឹងក៏ដឹងដែរ Dylan របស់យើងដែលកំពុងតែលបមកផ្នែកមកខាងទីនេះក៏សម្លឹងឃើញថាហាម៉ាត់ស្លាប់បាត់ហើយទៅហើយ Predator នឹងក៏បានបញ្ចេញសម្លេងរបស់ម៉ាត់យើងនិយាយថាពេលណាក៏បាន Dylan របស់យើងគាត់ក៏ព្យាយាមប្រើភ្នែករបស់គាត់នឹង scan មើលរួចក៏ប្រទះឃើញរូបរាងរបស់ Predator Dylan របស់យើងព្យាយាមលើកកំភ្លើងរបស់គាត់យ៉ាងលឿនប៉ុន្តែបានយឺតជាង Predator ក៏បានប្រើកំភ្លើងរបស់ខ្លួននឹងបាញ់ដាច់ដៃរបស់ Dylan តែម្ដងបន្តមកទៀត Predator នឹងក៏បានប្រើកំបិតនៅដៃរបស់ខ្លួនចាក់សម្លាប់ Dylan របស់យើងមួយទំហឹង Dylan ក៏ស្រែករហូតដល់ផ្អើលព្រៃបាទឥឡូវនេះពួកគេកំពុងតែឆ្លងជ្រោះអញ្ចឹងទៅនេះ Billy របស់យើងគាត់ក៏សម្រេចចិត្តទម្លាក់កំភ្លើងចោលហើយឈរការពារនៅស្ពាននឹងឲ្យអ្នកដទៃនឹងរត់ទៅមុនទៅចុះមិនបានប្រមាណផង Predator នឹងក៏បានមកដល់កន្លែងឆ្លងស្ពាននេះដែរប៉ុន្តែសម្លេងស្រែករបស់ Billy មួយទំហឹងនឹងគឺបង្ហាញឲ្យឃើញថា Billy ក៏មិនអាចតទល់ឈ្នះ Predator នឹងបានដូចគ្នាឥឡូវនេះនៅសល់តែ3អ្នកនឹងទេពួកគេក៏សម្លឹងមើលថាតើសត្វចម្លែកនឹងទៅដល់ណាទៅហើយភ្លាមនោះ Predator នឹងក៏បានបាញ់សម្លាប់គ្នារបស់ដាច់យើងម្នាក់ទៀតអាណានឹងក៏ចង់យកកំភ្លើងបាញ់តទល់ប៉ុន្តែដាច់ថាកុំប៉ះកំភ្លើងឲ្យសោះដាច់ក៏បានព្យាយាមបាញ់តទល់ជាមួយនឹង Predator នោះរួចហើយខ្លួនក៏បានប្រាប់ឲ្យអាណាថារត់ទៅមុនទៅរកយន្តហោះមុនទៅបាទនិយាយទៅដាច់របស់យើងគាត់យល់បើសិនជាកាន់កំភ្លើង Predator នោះនឹងចាត់ទុកថាយើងនឹងជាសត្រូវជាមួយនឹងវានឹងប្រើកំភ្លើងបាញ់តទល់ដែរប៉ុន្តែបើយើងអត់មានកំភ្លើងនេះវាកំបិតវាតទល់ដោយកំបិតដូចគ្នាវាអញ្ចឹងតែរបស់យើងគាត់ក៏ព្យាយាមរត់មកឥឡូវរត់ចុះរត់ឡើងក៏ធ្លាក់ជ្រោះបាទតែជ្រោះនេះមិនមែនជ្រោះស្អីទេគឺជ្រោះក្នុងទឹកទេដាច់ផ្ទាល់នឹងគាត់ក៏បានព្យាយាមវាឡើងមកលើច្រាំងបាទវាមកអញ្ចឹងទៅក៏ប្រឡាក់ភក់អីអញ្ចឹងណាគាត់ថាគាត់ប្រហែលជារត់រួចខ្លួនហើយប៉ុន្តែមកសន្ទុះ Predator ហ្នឹងក៏ហក់ដេញតាមអញ្ចឹងវាហក់ចូលទឹកដែរដាច់របស់យើងហ្នឹងគាត់ក៏ទៅរកកន្លែងពួនហើយដើម្បីពួនកុំឲ្យគេចាប់អារម្មណ៍ដាច់របស់យើងគាត់នឹកឃើញវិធីមួយគឺគាត់យកភក់មកប៉ាតពេញខ្លួនតែម្ដងទៅហើយ Predator ហ្នឹងក៏ងើបចេញពីទឹកដល់ពេលចូលទឹកអញ្ចឹងទៅវាឆ្លងភ្លើងគ្នាវាលោតភ្លឹបព្រឿអញ្ចឹងណាបន្តមកទៀត Predator ហ្នឹងក៏ចាប់ផ្ដើមប្រើភ្នែករបស់ខ្លួន scan ស្វែងរកមើលកម្ដៅ scan ចុះ scan ឡើងក៏ scan ស្វែងរកឃើញមកទីឃើញតែរបស់យើងទៅតែអត់ទេ scan ចំកដលទេតែពេលបាញ់ទៅកដលនឹងក៏រត់បន្តមកទៀត Predator នោះក៏ដើរចាក់ចេញពីទីហ្នឹងអញ្ចឹងតែរបស់យើងគាត់ក៏ដឹងថាអូបើសិនជាខ្ញុំប្រើទឹកលាយជាមួយភក់ប៉ាតពេញខ្លួនទៅវាអត់អាច scan រកកម្ដៅរបស់ខ្ញុំឃើញទេអញ្ចឹងចង់ឬមិនចង់យើងនឹងសងសឹកឲ្យគ្នារបស់យើងតែរបស់យើងក៏អត់រត់ទេគាត់សុកចិត្តបានរៀបចំខ្លួនរបស់គាត់នៅយប់ហ្នឹងដើម្បីត្រៀមតទល់ជាមួយនឹង Predator តែរបស់យើងឡើងមកផ្នែកខាងលើគាត់ក៏ប្រទះឃើញដើមឈើយ៉ាងធំមួយរួចគាត់ក៏សម្លឹងឃើញថាអូដើមឈើនេះមានឫសមួយដែលគាត់នឹងអាចបង្កើតជាកំបិតមួយធ្វើអន្ទាក់ចាក់សម្រាប់ Predator នោះរៀបអន្ទាក់កំបិតរួចដែលរបស់យើងក៏បានរៀបចំអន្ទាក់ដើមឈើយ៉ាងធំមួយដើម្បីឲ្យទម្លាក់មកនឹងគឺកាន់សម្រាប់ Predator អញ្ចឹងណាចំណែកអាសាកសពដែលបានសម្រាប់បបាញ់មិញហ្នឹងអូយអ្នកទាំងអស់នេះវាគួរឲ្យខ្ពើម Predator នឹងក៏បានដកគ្រឿងក្នុងដកអីចេញមកឲ្យសម្រាប់ឲ្យគាត់លើកអបអសាទរអញ្ចឹងណាហើយបាននិយាយដល់តែរបស់យើងបន្តវិញឥឡូវគាត់កំពុងតែព្យាយាមបង្កើតអន្ទាក់បន្ថែមទៀតហើយមានប្រើមសេវប្រើអីផងមិនដឹងអាម៉េចមកទេបានអន្ទាក់គេនេះមកទំហឹងដែរហើយកំឡុងពេលនោះ Predator នឹងកំពុងតែយកក្បាលខ្មោចដែលខ្លួនសម្រាប់បានទាំងប្រមាណហ្នឹងដាក់ផ្ដុំគ្នាអូអញ្ចឹងស្លាប់អស់ច្រើនណានេះចំពោះដៃរបស់យើងបន្ទាប់ពីរៀបចំអន្ទាក់រួចរាល់ឥឡូវនេះគាត់ក៏បានយកភក់មកលាបលើខ្លួនរបស់គាត់អញ្ចឹងទៅណាលាបរួចគាត់ក៏បានកាន់ភ្លើងយ៉ាងធំមួយនឹងហើយឡើងមកលើកន្លែងខ្ពស់ហើយគាត់ស្រែកមកទំហឹងរហូតដល់ផ្អើលព្រៃសម្លេងនេះក៏បានលឺសូរទៅដល់ Predator អញ្ចឹងហើយ Predator នឹងក៏បានប្រើភ្លើងក្រហមរបស់ខ្លួនមិនដឹងជាភ្លើងស្អីទេអ្នកនរវាដូចជាមានសមត្ថភាពជួសជុលឲ្យវាយអវ៉ាន់ខូចខាតនៅលើខ្លួនរបស់ខ្លួនបានអញ្ចឹងណាចំពោះដៃរបស់យើងវិញពេលដែលគាត់ដើរឆ្លងកាត់ស្ពានដៃរបស់យើងក៏បានទម្លាក់ភ្លើងដុតបង្កជាភ្លើងនៅក្នុងព្រៃឲ្យវាឆេះសន្ធោសន្ធៅអញ្ចឹងណារួចហើយដៃរបស់យើងក៏បានពួននៅលើដើមឈើនេះរងចាំលោមើលថាតើពេលណាទើប Predator នឹងបង្ហាញខ្លួនហើយមែនអ្នកនរគ្នា Predator ក៏បានធ្វើដំណើរសម្ដៅមកកន្លែងដាច់ហើយគាត់ហក់ពីដើមឈើមួយទៅដើមឈើមួយគ្មានឮសូរសំឡេងអីនោះទេតោះហើយក៏សាប់តែ Predator នៅពីខាងក្រោយខ្នងរបស់ដាច់យើងផ្ទាល់ប៉ុន្តែមើលខ្លួនរបស់ដាច់អត់ឃើញទេដោយថាតែ scan អត់ឃើញកម្ដៅអីអញ្ចឹងណាចំពោះដៃរបស់យើងផ្ទាល់តតែបានមួយសន្ទុះទើបគាត់ដឹងថាអូ Predator នៅខាងក្រោយគាត់តែគាត់ភ័យដែរគ្នាយើងមិនអត់ភ័យទេណាអញ្ចឹងហើយដៃរបស់យើងក៏បានតោងខ្សែវ៉ាល់នឹងមកផ្នែកមកខាងទីនៃដើមឈើ Predator គាត់ក៏ឆ្ងល់ឮសូរសំឡេងអីប៉ុន្តែពេលដែលប្រើភ្នែករបស់ខ្លួន scan មើលទៅវាអត់ scan ឃើញកម្ដៅរបស់ដាច់ហ៎ដូច្នេះហើយ Predator ក៏បន្តដំណើររបស់ខ្លួនឡើងទៅលើស្ពាននៅក្បែរភ្លើងនោះដាច់ក៏បានបាញ់នំសេផ្ទុះនឹងធ្វើឲ្យ Predator រងរបួសជាទម្ងន់អញ្ចឹង Predator គាត់ក៏ងាកមកកន្លែងព្រួញបាញ់មកនឹងជើងទៅគាត់និយាយថាបាញ់ក៏ភ្លើងចោលព្រុសប្រាំងអញ្ចឹងណាប៉ុន្តែបាញ់យ៉ាងម៉េចក៏បាញ់អត់ទៅដាច់របស់យើងបាទ scan មើលអត់ឃើញឥឡូវមិនបាក់វិញអត់ប៉ុន្តែយ៉ាងណាក៏ដោយបាញ់ផ្ទុះភ្លើងខ្លាំងបែបនេះដាច់របស់យើងទៅតែស្វែងរកកន្លែងណាមួយដើម្បីគេចពីការផ្ទុះនោះចំពោះ Predator នឹងផ្ទាល់ឥឡូវម៉ាស៊ីនរបស់គាត់នឹងវាចាប់ផ្ដើមឆ្លងភ្លើងចេញទីនធាក់ដូចផ្ទុះសេអញ្ចឹងណាអញ្ចឹងហើយ Predator នឹងក៏បានស្វែងរកកន្លែងណាមួយដែលអាចលាក់ខ្លួនបានព្យាបាលរបួសជួសជុលម៉ាស៊ីនរបស់ខ្លួនបន្តទៅមុខទៀតដែលរបស់យើងផ្ទាល់ស្វែងរក Predator អត់ឃើញអញ្ចឹងខ្លួនក៏បានយកដុំថ្មគប់លើថ្មដើម្បីបង្កជាសំឡេងភ្លាមនោះក៏សាប់តែ Predator នឹងបើកការបាញ់ប្រហារឡើងដុំថ្មនឹងហ្មងបន្តមកទៀតដែលរបស់យើងក៏គប់លំពេង Predator នឹងឃើញលំពេងអញ្ចឹងក៏បានបាញ់លំពេងនឹងដែរអូផ្ទុះភ្លើងខ្លាំងណាស់ភ្លើងនេះក៏បានធ្វើឲ្យ Predator នឹងស្រែក
ឈឺចុកចាប់មួយទំហឹងនេះប្រហែលជាទៅ14អញ្ចឹងនេះចំពោះដៃរបស់យើងនឹងក៏បានដើរតាមឈាមរបស់ Predator នឹងក៏ប្រទះឃើញ Predator នឹងគាត់ចូលពួនខ្លួនរបស់គាត់នៅក្នុងរោងភ្នំមួយហើយដាច់យើងមិនដឹងជាស្អីគាត់ហ៊ានចូលទៅក្នុងរោងនឹងដែរគ្នាយើងប៉ុន្តែចូលចុះចូលឡើងក៏សាប់តែ Predator ដើរពីខាងក្រោយខ្លួនអញ្ចឹងបែករបស់យើងនឹងគាត់ក៏បានប្រើជាខួសមួយនឹងដើម្បីបង្កើតជាភ្លើងនៅខាងក្រោយខ្លួនអញ្ចឹងណា Predator នឹងក៏បន្តការបាញ់ប្រហារទៅលើភ្លើងនោះដាច់យើងក៏រត់ចេញពីរោងភ្នំនឹងអញ្ចឹងទៅ Predator ក៏បន្តបាញ់ដាច់របស់យើងមកដោយសារតែមានសម្លេងលោតក្រោកក្រាកជាចុងក្រោយដាច់ក៏បានលោតចូលមកក្នុងទឹកជ្រះអស់ភក់អាលីងអញ្ចឹងដាច់ក៏បានព្យាយាមហែលទឹកឡើងមកលើច្រាំងពេលដែលឡើងមកដល់ក៏ប្រទះឃើញ Predator ឈរចាំខ្លួនបាត់ទៅហើយ Predator នោះក៏បានចាប់ដាច់របស់យើងនឹងបានទៅបោកជាមួយនឹងថ្មមួយទំហឹងនៅកន្លែងនេះដាច់របស់យើងគឺគាត់គ្មានអាវុធអ្វីនៅក្នុងខ្លួននោះទេអញ្ចឹងហើយ Predator នឹងគាត់ក៏បានបោះបង់អាវុធរបស់គាត់ចោលដូចគ្នាអ្នកទាំងអស់គ្នាមានដកអាសរសៃតូចៗនឹងប្រៀបដូចជាកន្លែងបញ្ជូនខ្យល់តមិនទេដល់ពេលដកអាសរសៃតូចៗដូចសក់នឹងចេញរួចក៏បង្ហាញមុខបាទដោះស្រស់មុខចេញអញ្ចឹងណាអូយមុខពិតជាគួរឲ្យខ្លាចមានមុខដូចបជាវមិនបជាវមានចកោមិនទេគ្នាយើងមើលតោអញ្ចឹងហើយការប្រយុទ្ធរបស់ពួកគេដោយគ្មានអាវុធក៏ចាប់ផ្ដើមកាត់ឡើងដាច់របស់យើងក៏បានយកឈើយ៉ាងធំនឹងវាប្រហារទៅលើ Predator ប៉ុន្តែអូយខ្លាំងណាស់កម្លាំង Predator ក៏បានប្រើដៃរបស់ខ្លួនវាត់រហូតដល់ដៃរបស់យើងស្ទាតមកទំហឹងចូលមកក្នុងទឹក Predator ក៏ដេញវាប្រហារមកលើដៃទៀតក៏ចោតរបស់វាវាយលើថ្មទៅចេញផ្កាភ្លើងអ្នកទាំងអស់គ្នារួចហើយដៃរបស់យើងក៏ដាក់ម្ដាយចំមុខអូដល់ហើយ Predator នឹងខឹងណាស់ក៏បានដាល់ដៃរបស់យើងនឹងមកទំហឹងរហូតដល់បែកឈាមបែកអីចេញពីមាត់អញ្ចឹងណាជាក្នុងឱកាសល្អដៃរបស់យើងក៏ព្យាយាមរត់ Predator ក៏ដេញវាប្រហារមួយទំហឹងអូអាណិតដាច់ខ្លាំងណាស់ដាច់ក៏បានវាចូលទៅក្នុងអន្ទាក់នោះ Predator នឹងក៏ចូលមកតាមប៉ុន្តែវាមិនល្ងងទេអ្នកទាំងអស់គ្នាវាឃើញអីស្រួយអញ្ចឹងវាអត់ចូលទេវាក៏ទៅតាមផ្លូវផ្សេងមកតាមផ្លូវផ្សេងនេះដាច់របស់យើងក៏មានអន្ទាក់មួយទៀតអាដើមឈើយ៉ាងធំហោះដាច់របស់យើងក៏ផ្ដាច់ខ្សែដើមឈើនោះក៏ធ្លាក់កិន Predator នឹងមួយទំហឹងដែរហើយស្មានតែងាប់ Predator នៅ work អញ្ចឹងហើយដាច់របស់យើងក៏ចង់យកដុំថ្មមកបញ្ចប់ជីវិតរបស់វាប៉ុន្តែពេលដែលលើកដុំថ្មមកក៏ប្រទះឃើញ Predator នឹងចង់ងាប់បាត់ទៅហើយដាច់ក៏សួរថាតើឯងជាអ្វី Predator នឹងក៏និយាយតាមដាច់របស់យើងដែរថាចុះឯងវិញជាអ្វីនិយាយចោល Predator នឹងក៏បានប្រើម៉ាស៊ីនរបស់ខ្លួននឹងមិនដឹងជាចុចហៅជំនួយចុចសុំជំនួយចុចបង្ហាញទីតាំងឬមួយក៏មិនទេតែទៅពេលវាលោតទឺតអស់ចិត្តវាចឹងទៅដាច់របស់យើងក៏ដឹងថាវាជាគ្រាប់បែកអញ្ចឹងហើយដាច់ក៏ព្យាយាមរត់ចាក់ចេញពីទីនោះភ្លើងបំផ្ទុះយ៉ាងសាហាវដែលធ្វើឲ្យដាច់របស់យើងនឹងផ្ទាតដល់ណាដល់ណីហើយឥទ្ធិពលផ្ទុះនឹងក៏ផ្ទុះដល់យន្តហោះរបស់អាណាដែររួចហើយលោកមេធាននេះគាត់ក៏ប្រទះឃើញកន្លែងផ្ទុះនឹងចឹងទៅគាត់ក៏សម្រេចចិត្តហោះទៅកន្លែងកើតហេតុពេលដែលហោះមកដល់ក៏ប្រទះឃើញថាដាច់របស់យើងនៅមានជីវិតយន្តហោះក៏បានចុះមកទទួលដាច់របស់យើងពេលដែលឡើងជិះលើយន្តហោះរួចដាច់របស់យើងប្រៀបដូចជាមនុស្សគ្មានពលឹងវិញ្ញាណនៅក្នុងខ្លួនអញ្ចឹងហើយរឿងរបស់យើងក៏ដល់ទីបញ្ចប់ត្រឹមតែប៉ុណ្ណេះបាននិយាយទៅខ្សែរឿង Predator នឹងគឺមានច្រើនអ្នកទាំងអស់គ្នាហើយពីមួយវគ្គទៅមួយវគ្គនឹងគឺសាច់រឿងរបស់វាប្លែកឲ្យលយខ្លាំងមែនទែនអញ្ចឹងខ្ញុំនឹងយកមកធ្វើការសម្រេចទាំងអស់តែយ៉ាងណាក៏ដោយកុំភ្លេចចុច like subscribe បាទដើម្បីទទួលបានវីដេអូថ្មីៗតន់ចិត្តដូចជាខ្ញុំរត់សូមអរគុណសូមជម្រាបលា